សូមគោរពទៅដល់ថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិកកម្មករដែលកំពុងអនុវត្តជាជាប់កៅស៊ូថ្ងៃនេះយើងខ្ញុំទាំងពីរនាក់ជាបុគ្គលិកបច្ចេកទេសបានពំនាំយកបទដ្ឋានបើកមុខជាថ្មីដូច្នេះសូមបងប្អូនចូលរួមទស្សនាតាមដានដូចតទៅដើម្បីបើកមុខជាឲ្យបានត្រឹមត្រូវទៅតាមស្តង់ដារបច្ចេកទេសជាដំបូងយើងត្រូវបើក3ពន្លាកមានទំហំ3សង់ទីម៉ែត្រដូច្នេះសូមបងប្អូនចូលរួមទស្សនាតាមដានដូចតទៅជាដំបូងយើងត្រូវបើកនៅបន្ទាត់ទី2ដើម្បីបើកមុខជាឲ្យបានត្រឹមត្រូវទៅតាមស្តង់ដារបច្ចេកទេសជាដំបូងយើងត្រូវបើក3ពន្លាកដែលមានទំហំ3សង់ទីម៉ែត្រដោយបើកនៅចំណុចពុម្ពត្រាសាទី2ដូច្នេះសូមបងប្អូនចូលរួមទស្សនាតាមដានដូចតទៅបើកមុខនៅពន្លាកទី1យើងត្រូវជាឲ្យស្របនៅពុម្ពត្រាសាទី2នេះជាពន្លាកទី1ដូច្នេះយើងចូលនៅពន្លាកទី2យើងត្រូវជាស៊ីឲ្យជញ្ជាំងខាងលើដើម្បីយើងនឹងបញ្ចូលនៅពន្លាកទី3បន្ទាប់មកយើងត្រូវចូលនៅពន្លាកទី3គឺជាពន្លាកដែលយើងជានៅយកនៅទិន្នផលសូមបញ្ជាក់ថាការជានៅពន្លាកទី3នេះយើងហាមដាច់ខាតជាកុំឲ្យប៉ះពាល់ដល់ឆ្អឹងបទដ្ឋាននៃការបើកមុខជាឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសយើងខ្ញុំទាំងពីរនាក់សូមបញ្ចប់នៅត្រឹមហ្នឹងសូមអរគុណនិងសូមជម្រាបលា